រៀបសួរបងប្អូនអ្នកគ្នាមើលនេះក្រូចគេតមេឃវាមានក្រូចនេះគេតមេឃគេនេះគឺមានក្រូចឆ្មាមកចាហៀងក្រូចពោធិ៍សាត់មកចាហៀងនេះបងប្អូនអ្នកគ្នាដែលធ្លាប់ដាំដើមក្រូចចឹងអត់បាទវាមានជាមួយនឹងបាទក្រូចឆ្មាមកចាហៀងខាងនេះហើយមកចាហៀងខាងនេះក្រូចពោធិ៍សាត់បាទហើយសួរគាត់ទៅគាត់ថាទិញពូជពីខាងពោធិ៍សាត់មកវិញនេះបងប្អូនអ្នកគ្នានេះគេតមេចេះនេះក្រូចឆ្មានេះខាងក្រូចឆ្មាខាងប៉ុន្តែដើមហ្នឹងដូចជាដើមក្រូចពោធិ៍សាត់នេះគេតម្នាក់ដូចជាមកចាហៀង2មេឃបងប្អូនអ្នកគ្នានេះក្រូចឆ្មាខាងនេះក្រូចឆ្មានេះប៉ុន្តែដូចអត់តន់ផ្លែហើយខាងនេះក្រូចពោធិ៍សាត់ប៉ុន្តែក្រូចពោធិ៍សាត់នេះផ្លែនេះមើលពណ៌ទៅខុសគ្នាឯងបងប្អូនអ្នកគ្នានេះនៅខាងភូមិសម្ដេចណាឃើញគាត់ដាំអញ្ចឹងមួយយ៉ាងដែរតើបងប្អូនអ្នកគ្នាដាំចំណេញអានេះក្រូចពោធិ៍សាត់អានេះផ្លែក្រូចពោធិ៍សាត់សុទ្ធតែម្ដងនេះបាទហើយសម្រាប់ដើមគាត់នេះនេះលាយនេះគេតមេឃមកខាងក្រូចឆ្មាមកខាងក្រូចពោធិ៍សាត់អញ្ចឹងដល់ពេលផ្លែមកវាជូរវាអីអត់បងប្អូនអ្នកគ្នាผมគេលក្ខណៈមួយគេតមេឃអញ្ចឹងណាបាទអានោះក្រូចឆ្មាសុទ្ធបាទក្រូចឆ្មាសុទ្ធនេះក្រូចពោធិ៍សាត់សុទ្ធគាត់ទិញខាងពូជមកពីខាងខេត្តពោធិ៍សាត់ណាអញ្ចឹងមួយយ៉ាងដែរតើបងប្អូនអ្នកគ្នានេះតែមិនដឹងទេថាគេអាចតដាំអញ្ចឹងមួយយ៉ាងដែរបងប្អូនដែលគាត់ចង់ចំណេញបានទាំងក្រូចពោធិ៍សាត់បានទាំងក្រូចឆ្មាបានសាកធ្វើវិធីហ្នឹងមើលបាទបងប្អូនអ្នកគ្នាប៉ុន្តែនេះគេមានហើយបងប្អូនអ្នកគ្នាប៉ុន្តែសម្រាប់ខ្ញុំអត់ដឹងថាគេធ្វើអញ្ចឹងណាវាមានក្រូចឆ្មាមកខាងវាមានក្រូចពោធិ៍សាត់មកខាងមួយយ៉ាងដែរបាទនេះមេឃគេតចេះអានេះគេត2មេឃបាទនេះមកខាងនេះវាក្រូចឆ្មាមកខាងនេះហើយខាងនេះមកក្រូចពោធិ៍សាត់បាទបងប្អូនអ្នកគ្នាប៉ុន្តែប្រហែលជាគេយកគល់ក្រូចពោធិ៍សាត់ជាគោលបាទនេះខាងនេះក្រូចឆ្មាហើយខាងនេះក្រូចពោធិ៍សាត់បាទមួយយ៉ាងដែរបាទបងប្អូនអ្នកគ្នាអរគុណច្រើនបងប្អូនអ្នកគ្នាដែលបានចូលមើលបាទអាចធ្វើការជួយចុច Subscribe ចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនចំពោះបងប្អូនអ្នកគ្នាសុខសប្បាយសំណាងល្អបាទ